Được ngọc nghe tao ngày nay dương màu riêng download videoពីតូអ៊ីញលើទូរស័ព្ទដៃណានេះវីដេអូភេទនេះភេទ animal ណាភេទសត្វឆ្មាតែអីចឹងណាអញ្ចឹងតោះឥឡូវយើងមករៀន download ទាំងអស់គ្នាលើទូរស័ព្ទដៃឧទាហរណ៍បងប្អូនមាន app តូអ៊ីញចឹងណានឹង app តូអ៊ីញបែបនេះមកយើងនេះគេយើងអូខេឥឡូវខ្ញុំឧទាហរណ៍ជាក់ស្ដែងអញ្ចឹងនៅពេលដែលបងប្អូនចូលមកតូអ៊ីញហើយបងប្អូនឃើញវីដេអូណាដែលបងប្អូនគិតថាចង់ download អញ្ចឹងយើងចុចសញ្ញាព្រួយកន្លែងនេះមកនេះចុចសញ្ញាព្រួយកន្លែងនេះមកអូខេតើមកយើងយកពាក្យ copy link ក្រោមនេះយើងយកពាក្យ copy link ក្រោមនេះមកអូខេហើយបន្ទាប់មកទៀតអញ្ចឹងពេលដែលបងប្អូន copy link ហើយបងប្អូនចូលទៅSafari នេះបងប្អូនចូលទៅ Safari ណាចូលទៅ Safari នេះមកអូខេកាលនេះវីដេអូដែលខ្ញុំ download នេះអូខេអញ្ចឹងខ្ញុំ download សារថ្មីអញ្ចឹងពេលដែលយើងចូលទៅ Safari គឺយើងវាយពាក្យតូអ៊ីញឥឡូវខ្ញុំឲ្យបងប្អូនខ្ញុំសារថ្មីទាំងអស់កន្លែងនេះអូខេចាំតិចអូខេនេះបងប្អូនហាអក្សរនេះចឹងនេះបងប្អូនវាយពាក្យតូអ៊ីញ downloader នេះមកអូខេអញ្ចឹងបងប្អូនចុចយកលើគេនេះមកអូខេអញ្ចឹងនៅកន្លែងនេះបងប្អូនក៏ផាសបងប្អូនផាសអា link ដែលយើងនេះមកណាអូខេអញ្ចឹងខ្ញុំយកផាស link ដែលយើងនេះមកតើមកយើងយកពាក្យ download មកអូខេយើងធ្វើការរងចាំប៉ុន្តែខ្ញុំគិតថាខ្ញុំគិតថាយើងមួយថ្ងៃយើង download ត្រឹមតែ10វីដេអូក៏បានដែរហ្នឹងស្រួលអញ្ចឹងណាអូខេនេះវាចេញហើយនៅពេលដែលយើងផាសហើយយើងវាចេញបែបនេះឃើញទេអញ្ចឹងនៅក្នុងនេះវាឲ្យយើងរើសឃើញទេបងប្អូនឲ្យយើងរើសមាន3វីដេអូ4វីដេអូយើងរើសទៅអញ្ចឹងខ្ញុំយកMP4 HD នេះខ្ញុំយកអាទី2នេះអញ្ចឹងយើងចុចអាទី2នេះមកអូខេយើងចុចទី2នេះមកអូខេអញ្ចឹងធម្មតាវាចេញពាណិជ្ជកម្មហើយអញ្ចឹងណាវាចេញពាណិជ្ជកម្មហើយយើងធ្វើការរងចាំទៀតឬក៏បងប្អូនចុច close នេះនៅខាងលើនេះខាងនេះមានពាក្យ close យើងចុចពាក្យ close នោះមកអូខេនេះអញ្ចឹងវាចេញបែបនេះពេលដែលវាចេញបែបនេះបងប្អូនក៏ចុច download មកអូខេអញ្ចឹងបងប្អូនមើលនៅក្រោមនេះមើលនៅក្រោមនេះអានៅក្រោមនេះគឺវា download ពេញហើយអញ្ចឹងយើងត្រូវនៅណាពេលដែលយើង download ចប់អញ្ចឹងយើងត្រូវណាគឺយើងមករកនៅលើនេះយើងរកមកពាក្យfile ទូរស័ព្ទយើងនេះ file នេះពាក្យ file នេះអូខេយើងចុចនៅលើពាក្យ file នេះមកអូខេអញ្ចឹងនេះវីដេអូដែលខ្ញុំទៅ download នេះនេះវីដេអូដែលយើងទៅ download ខ្ញុំ download អញ្ចឹងបងប្អូនគ្រាន់ចុច save មក save ទៅ gallery របស់យើងខាងក្រោមនេះអូខេយើងចុច save នេះមកនេះឃើញទេយើង save មក gallery យើងមកនេះបងប្អូនពាក្យ save វីដេអូនេះមកចប់អញ្ចឹងយើងចូលមក gallery របស់យើងនេះអូខេនេះវីដេអូនេះនេះវីដេអូដែលយើងទៅ download នេះអញ្ចឹងយើងអាចយកទៅកាត់នៅក្នុង CapCut បានហើយគឺកាត់លើទូរស័ព្ទអាហ្នឹងសម្រាប់ឲ្យយើងប្រើទូរស័ព្ទណាដល់ចង់ download តូអ៊ីញអីពីទូរស័ព្ទអីចឹងណាយើងអត់ត្រូវការប្រើកុំព្យូទ័រអញ្ចឹងឧទាហរណ៍យើងទៅណាទៅណីយើងរវល់ធ្វើការអីចឹងយើងឃ្លាតឧទាហរណ៍ណាអញ្ចឹងស្រួលហើយយើងយកមកកាត់ជាមួយនឹង CapCut មកយើងយកទៅផុសទៅបងប្អូនកាត់បន្ថែមបន្ថយបរិយារួមតិចតួចទៅតែប៉ុណ្ណឹងយើងអាចរកលុយតាម YouTube បានហើយងាយ